ជំរាបសួរលោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍មកកាន់ការផ្សាយរបស់កម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍នៅក្នុងសប្តាហ៍នេះយើងសូមលើកយកប្រធានរឿងសំខាន់ៗដូចតទៅឆ្នាំ2026គឺជាចំណុចផ្លាស់ប្ដូរដ៏ធំដែល AI នឹងចាប់ផ្ដើមជំនួសកម្លាំងពលកម្មមនុស្សទោះសេដ្ឋកិច្ចពិភពលោកមិនរឹងមាំពាណិជ្ជកម្មកម្ពុជានៅឆ្នាំ2025នៅតែហក់ឡើងខ្លាំងជិត 20% ជាមួយទំហំទឹកប្រាក់ជាង $65,000 លានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំគម្រោងប្លង់មេសម្រាប់អគារស្នាក់ការនិងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំគ្រឹះស្ថានសាធារណរដ្ឋបាលចំនួន9បន្ថែមទៀតទទួលបានការបណ្ដុះបណ្ដាលស្ដីពីការអនុវត្តនីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាម FMS ទាំងស្រុងយោងតាមរបាយការណ៍ថ្មីៗដែលចេញផ្សាយដោយសារព័ត៌មានបច្ចេកវិទ្យា TechCrunch បានឲ្យដឹងថាក្រុមវិនិយោគិនធំៗនៅសហរដ្ឋអាមេរិកកំពុងព្រួយបារម្ភនិងព្យាករណ៍ថាឆ្នាំ2026នឹងក្លាយជាឆ្នាំនៃចំណុចរបត់សម្រាប់ទីផ្សារការងារដោយការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ការផ្លាស់ប្ដូរដ៏សំខាន់ដែលត្រូវបានលើកឡើងដោយក្រុមវិនិយោគិនធំៗនាពេលនេះដោយផ្អែកទៅលើការវិវត្តរបស់ AI ពីត្រឹមជាឧបករណ៍ជំនួយផលិតភាពទៅជាភ្នាក់ងារស្វ័យប្រវត្តិដែលមានសមត្ថភាពបំពេញការងារជំនួសមនុស្សបានយ៉ាងពេញលេញលោក Jason Mundellសហស្ថាបនិកក្រុមហ៊ុន Battery Ventures បានគូបញ្ជាក់ថាបច្ចេកវិទ្យាកំពុងឈានដល់ដំណាក់កាលនៃ AI Agents Copy AI បច្ចុប្បន្នដែលយើងគ្រប់គ្នាប្រើប្រាស់ prompts ដើម្បីបញ្ជាឲ្យធ្វើរឿងអ្វីមួយភ្នាក់ងារ AI ចំនួនថ្មីនៅឆ្នាំ2026នេះនឹងមានសមត្ថភាពរៀបចំផែនការវែងញែកនិងអនុវត្តភារកិច្ចការងារបានដោយខ្លួនឯងការនេះនឹងជំរុញឲ្យក្រុមហ៊ុនជាច្រើនពិចារណាលើការប្រើប្រាស់ភ្នាក់ងារ AI ដើម្បីជំនួសកម្លាំងពលកម្មមនុស្សវិញគួរបញ្ជាក់ជូនផងដែរថាយោងតាមការសិក្សាមួយរបស់វិទ្យាស្ថាន MIT សហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាឆ្នាំ2025កន្លងទៅបានរកឃើញថាប្រហែល 11.7% នៃការងារបច្ចុប្បន្នអាចត្រូវបានធ្វើដោយស្វ័យប្រវត្តិរួចទៅហើយជាមួយនឹងបច្ចេកវិទ្យាដែលមានស្រាប់បើទោះបីជាស្ថានភាពនយោបាយនិងកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ2025មិនមានភាពរឹងមាំពិតប្រាកដយ៉ាងណាក្តីក៏ប៉ុន្តែវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានៅតែបន្តបង្ហាញសញ្ញាវិជ្ជមានយ៉ាងខ្លាំងក្លាដោយមិនមានការថមថយនោះឡើយយោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថាទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាសម្រេចបានរហូតដល់ទៅជាង $65,000 លានដែលជាកំណើនជិត 20% បើធៀបនឹងឆ្នាំ2024បើយោងតាមទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយនិងរដ្ឋាភិបាលកម្ពុជាបានលំអិតថាការនាំចេញនាំចូលទំនិញរវាងកម្ពុជានិងដៃគូអន្តរជាតិមានទឹកប្រាក់សរុប $65.25 លានកើនឡើង 17.66% ធៀបនឹងឆ្នាំ2024ដែលមានកំណើន $55.45 លានបើតាមទិន្នន័យពាណិជ្ជកម្មដដែលការកើនឡើងនៃទំហំពាណិជ្ជកម្មនេះបានមកពីការនាំចេញគឺមានតម្លៃ 31.28 លានកើនឡើង 16.95% ការនាំចូលមានតម្លៃរហូតដល់ទៅ 33.96 លានកើនឡើង 18.32% កំណើនដ៏រឹងមាំនេះត្រូវបានអ្នកជំនាញវិតម្លៃថាកើតចេញពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានារួមមានកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជាចិនកម្ពុជាកូរ៉េខាងត្បូងកម្ពុជាអាមេរ៉ាត់អារ៉ាប់រួមនិងជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់គួរបញ្ជាក់ថាដៃគូពាណិជ្ជកម្មសំខាន់ៗដែលជំរុញសន្ទុះនេះរួមមានប្រទេសចិនតំបន់អាស៊ានសហរដ្ឋអាមេរិកសហភាពអឺរ៉ុបជប៉ុនកាណាដាចក្រភពអង់គ្លេសកូរ៉េខាងត្បូងអូស្ត្រាលីឥណ្ឌានិងអាមេរ៉ាត់អារ៉ាប់រួមជាដើមឯកឧត្តមបណ្ឌិតស្ភាចាហ៊ានសាហ៊ីបរដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការដោះស្រាយសំណងផលប៉ះពាល់ដីបង្កកនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំនិងសម្របសម្រួលកិច្ចប្រជុំពិភាក្សាអំពីការរៀបចំគម្រោងប្លង់មេអគារស្នាក់ការនិងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំដែលមានទីតាំងស្ថិតនៅភូមិជ្រៃធំសង្កាត់សំពើលូនក្រុងសំពើលូនខេត្តកណ្ដាលកិច្ចប្រជុំនេះបានផ្ដោតពិសេសទៅលើការពិនិត្យ
និងពិភាក្សាលើការសិក្សារៀបចំគម្រោងប្លង់មេសម្រាប់ការសាងសង់សំណង់ស្ថាបត្យកម្មអគារទស្សនការនិងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិជ្រៃធំដោយគិតគូរអំពីទីតាំងសម្រាប់អង្គភាពគយទីតាំងសម្រាប់លើកដាក់ផ្ទេរទំនិញអគារអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងរួមបញ្ចូលទាំងការរៀបចំសួនច្បារដោយយកលំនាំតាមសំណង់អគារទស្សនការត្រួតពិនិត្យរួមនៅច្រកទ្វារព្រំដែនអន្តរជាតិដែលធ្លាប់បានសាងសង់កន្លងមកថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលទទួលបន្ទុកគ្រឹះស្ថានសាធារណរដ្ឋបាលចំនួន9ទទួលបានការបណ្ដុះបណ្ដាលស្ដីពីការអនុវត្តនីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាម FMS ទាំងស្រុងគ្រឹះស្ថានសាធារណរដ្ឋបាលទាំងនោះរួមមានមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីដេជោគ្រឹះស្ថានអង្គររាជបណ្ឌិតសភាកម្ពុជាវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជាសាកលវិទ្យាល័យភូមិន្ទកសិកម្មសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាកលវិទ្យាល័យបាត់ដំបងនិងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តនីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាម FMS ទាំងស្រុងផ្ដោតសំខាន់ទៅលើនីតិវិធីអនុវត្តការងារតាម FMS ទាំងស្រុងលើការអនុម័តចលនាអនុទានថវិកានិងនីតិវិធីអនុវត្តការងារតាម FMS ទាំងស្រុងលើការអនុម័តគ្រប់មុខសញ្ញាចំណាយថវិកាចរន្តផ្នែកធានាចំណាយសូមអរគុណលោកស្រីអ្នកនាងកញ្ញាដែលតែងតែតាមដានការផ្សាយកម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍ពីដើមរហូតដល់ចប់កម្មវិធីរបស់យើងនឹងលើកយកព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចបច្ចេកវិទ្យានិងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMS នៅកម្ពុជាជួបគ្នានៅសប្តាហ៍ក្រោយបន្តទៀតសូមអរគុណនិងសូមជម្រាបលា